សួស្តីអ្នកគ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកចែករំលែកពីរបៀបដែលខ្ញុំវិនិយោគមាសហើយទទួលបានផលចំណេញរហូតដល់$4239.6ក្នុងឆ្នាំ2025នេះហើយប្រើពេលអត់ដល់5ខែទេអ្នកនរគ្នាហ្នឹងហើយអ្នកគ្នាប្រហែលជាស្ដាប់អត់ច្រឡំទេគឺ$4239.6ក្នុងរយៈពេលមិនដល់5ខែអញ្ចឹងអ្នកគ្នាសូមតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបើស្ដាប់មើលទៅហាក់ដូចជាមិនគួរជឿទេដោយសារតែការវិនិយោគជាទូទៅត្រូវការពេលវេលារយៈពេលវែងណាស់ហើយយ៉ាងហោចណាស់ក៏ប្រើពេលពី3ឆ្នាំទៅ5ឆ្នាំដែរហើយត្រូវការចំណេះដឹងច្រើនទៀតហើយនៅបន្តិចទៀតនេះខ្ញុំនឹងរៀបរាប់ពីវិធីដែលខ្ញុំប្រើគឺ DCA បែបកូនកាត់អញ្ចឹងអ្នកនរគ្នាប្រហែលឆ្ងល់ថាDCA បែបកូនកាត់ហ្នឹងវាយ៉ាងម៉េចទៅដើម្បីបកស្រាយចម្ងល់នេះតោះសូមតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាមុននឹងខ្ញុំបកស្រាយខ្ញុំសូមបញ្ជាក់ខ្ញុំបានមិនមែនជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុទេខ្ញុំត្រឹមតែជាអ្នកផលិតមាតិកាចែករំលែកពីមាសដែលបានសាកល្បងវិធីនេះរួចហើយទទួលបានផលចំណេញពិតមែនវិធីនេះល្អជាងការទុកលុយចោលក្នុងគង់ធនាគារដែលអត់ធ្វើអ្វីសោះអ្នកទាំងអស់គ្នាប្រហែលធ្លាប់ស្គាល់ហើយពីអតិផរណាក្នុងមួយឆ្នាំប្រទេសកម្ពុជាយើងមានអតិផរណាប្រហែលជា3ទៅ6%ក្នុងមួយឆ្នាំចង់មិនចង់លុយបងប្អូននឹងធ្លាក់តម្លៃពីមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងដើម្បីការពារពីអតិផរណាយើងត្រូវយកលុយទៅវិនិយោគដូចជាទិញភាគហ៊ុនទិញមាសទិញដីឬទ្រព្យសម្បត្តិផ្សេងទៀតដើម្បីការពារទ្រព្យរបស់បងប្អូនមុននឹងប្រើវិធី DCA យើងត្រូវស្វែងយល់ពីពាក្យ DCA ជាមុនសិនDCA មកពីពាក្យពេញថា Dollar Cost Averaging ដែលមានន័យថាគឺជាការទិញទ្រព្យល្អៗចូលដោយចំនួនលុយជាក់លាក់ណាមួយជាប្រចាំខែឬឆ្នាំអាចជាអាទិត្យផងដែរដោយមិនខ្វល់ពីតម្លៃខ្ពស់ឬទាបរបស់ទ្រព្យដែលទិញនោះឡើយតែសម្រាប់ខ្ញុំគឺខ្ញុំច្នៃវិធីនេះបន្តិចដោយខ្ញុំយកលុយសន្សំទៅទិញមាសក្នុងពេលដែលវាធ្លាក់ចុះប៉ុណ្ណោះដោយផ្អែកទៅលើព័ត៌មានសេដ្ឋកិច្ចចេញពី Channel មួយដែលឈ្មោះថា Effectory News ដែលមាននៅលើ platform របស់ YouTube ជារៀងរាល់ថ្ងៃគឺខ្ញុំតែងតែស្ដាប់ព័ត៌មានសេដ្ឋកិច្ចចេញពី Channel នេះដោយគិតថាតើតម្លៃ support រឹងមាំរបស់មាសស្ថិតនៅតម្លៃណាដែលខ្ញុំអាចចូលទិញបានហើយខ្ញុំប្រើតែលុយដែលមិនចាំបាច់ប៉ុណ្ណោះគឺជាលុយដែលខ្ញុំមិនត្រូវការប្រើក្នុងរយៈពេលយ៉ាងតិច3ទៅ5ឆ្នាំនេះជាតម្លៃមាសដែលខ្ញុំបានទិញចូលក្នុងតម្លៃដូចខាងក្រោមលើកទី1ខ្ញុំចំណាយអស់$1584.8ហើយខ្ញុំទិញបាន 4G ហើយក្នុងនោះគឺ 1G គឺតម្លៃ$396.2ក្នុង 1G ហើយលើកទី2ខ្ញុំបានទិញចូលទៀតគឺតម្លៃ$1609.6ខ្ញុំទិញបាន 4G ហើយក្នុង 1G តម្លៃពេលហ្នឹងគឺ$402.4ហើយលើកទី3ខ្ញុំទិញបាន804ដែលទិញបាន 2G 1G តម្លៃ$402លើកទី4ខ្ញុំចំណាយអស់$4022ខ្ញុំទិញបាន 10G ដែលស្មើនឹង1តម្លឹងហើយពេលហ្នឹងគឺ 1G តម្លៃ$402.4ហើយយើងបូកសរុបមកមានថាលុយដែលយើងចំណាយទិញមាសទាំងអស់ហ្នឹងយក$1584.8បូកឲ្យ$1609.6បូកឲ្យ$804ហើយបូកឲ្យ$4022អញ្ចឹងវាគឺជាចំនួនលុយសរុបដែលខ្ញុំបានទិញមាសហើយខ្ញុំយកមកចែកជាមួយនឹង 20G មកគឺជាចំនួន G សរុបអញ្ចឹងវាមានថាមាសដែលខ្ញុំទិញវាមានឡើងចុះអញ្ចឹងប៉ុន្តែជាមធ្យមភាគគឺតម្លៃមាសដែលខ្ញុំទិញគឺ$401.2.02ហើយខ្ញុំបានលក់យកចំណេញវិញក្នុងតម្លៃ 1G $613អញ្ចឹងយើងយក613ដកឲ្យ401.02អញ្ចឹងវាស្មើ 1G គឺខ្ញុំចំណេញបាន$211.8ហើយយើងយកទៅគុណជាមួយនឹង20ទៅគឺអ្នកនរគ្នាឃើញហើយគឺទាំងអស់ចំនួនសរុបគឺខ្ញុំចំណេញបាន$4239.6តម្លៃ$4239.6នេះជាផលចំណេញសុទ្ធសាធដែលទទួលបានពីមាសអ្នកទាំងអស់គ្នាអាចសាកល្បងបាននេះគ្រាន់តែជាបទពិសោធន៍ពីខ្ញុំគិតថាវិធីនេះងាយស្រួលជាងគេសម្រាប់អ្នកដែលមិនមានចំណេះដឹងសោះឬក៏មានចំណេះដឹងខ្លះៗទាក់ទងជាមួយនឹងមាសអាចសាកល្បងវិធីនេះបានដោយសារបច្ចុប្បន្ននេះមាសកំពុងមានតម្លៃខ្ពស់ហើយតម្លៃក្នុង 1G គឺ$5.7ខណៈពេលដែលខ្ញុំកំពុងធ្វើវីដេអូនេះមុននឹងខ្ញុំចាប់ផ្ដើមទិញមាសនិយាយទៅខ្ញុំបានស្ដាប់ព័ត៌មានវិភាគចេញពី Channel Effectory News
ប្រហែលជា3ខែហើយបូកផ្សំជាមួយនឹងចំណេះដឹង4ឆ្នាំនៃការវិនិយោគផ្សារពីហ៊ុនអាមេរិកហើយនឹងមានអ្នកជំរុញពីបងនៅកន្លែងធ្វើការក៏ធ្វើឲ្យខ្ញុំជឿជាក់ទៅលើតម្លៃមាសហើយខ្ញុំបានវិនិយោគមាសចំណេញអញ្ចឹងអ្នកនរគ្នាអាចសាកល្បងវិធីនេះបានបញ្ជាក់មុននឹងវិនិយោគបែបនេះសូមបងប្អូនត្រូវត្រៀមលុយបម្រុងជាមុនសិន3ទៅ6ខែនៃប្រាក់ខែរបស់បងប្អូនពេលដែលមានលុយមួយកញ្ចប់នេះយើងមិនបាច់ចាំបាច់ដេកភ័យពេលមាសធ្លាក់ឬក្នុងករណីត្រូវប្រើប្រាស់លុយចាំបាច់ដែលតម្រូវឲ្យអ្នកទាំងអស់គ្នាលក់មាសក្នុងតម្លៃថោកទេសរុបជារួមមកខ្ញុំនឹងបន្តធ្វើ DCA ជាប្រចាំខែដោយយកប្រាក់ខែយកទៅទិញមាសហើយទិញតែពេលដែលតម្លៃវាធ្លាក់ចុះទៅប៉ុណ្ណោះហើយបើសិនបើមាសកំពុងឡើងថ្លៃខ្ញុំនឹងសន្សំលុយទុកសិនឬយកទៅវិនិយោគពីហ៊ុនវិញនេះជាវិធីដែលខ្ញុំកំពុងប្រើសង្ឃឹមថាអ្នកនរគ្នារៀនបានអ្វីថ្មីពីវីដេអូនេះហើយអាចទទួលបានផលចំណេញពីមាសដូចខ្ញុំដែរហើយសូមជួយចែករំលែកបន្តទៅកាន់មនុស្សជាទីស្រឡាញ់